បាទសួស្តីនេះជាកម្មវិធីឆ្លើយសំណួរទស្សនការអាមេរិកសំណួរសួរថាខ្ញុំបានដាក់ពាក្យសុំសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិកហើយក៏ទទួលបាន Green Card ប្រភេទ10ឆ្នាំរស់នៅស្របច្បាប់តើខ្ញុំអាចត្រឡប់ទៅស្រុកខ្មែររៀបការនិងធានាប្រពន្ធខ្ញុំមករស់នៅសហរដ្ឋអាមេរិកបានឬទេបាទគាត់មកតាមរយៈភៀសខ្លួនបាន Green Card ឥឡូវចង់ចូលស្រុកខ្មែរធានាប្រពន្ធមកវិញរៀបការធានាប្រពន្ធមករស់នៅអាមេរិកបាទចម្លើយរឿងលោកអ្នកអាចត្រឡប់ចូលទៅស្រុកខ្មែរបានមិនបានក្រុមហ៊ុនយើងខ្ញុំមិនអាចឆ្លើយតបបានទេចំពោះសំណួរនេះពីព្រោះយើងខ្ញុំមិនបានដឹងរឿងរ៉ាវនៃមូលហេតុដែលបណ្ដាលឲ្យលោកអ្នករត់គេចពីស្រុកខ្មែរមកដាក់ពាក្យសុំសិទ្ធិជាជនភៀសខ្លួននៅសហរដ្ឋអាមេរិកនោះទេមិនបានដឹងរឿងរ៉ាវទៅសោះអញ្ចឹងមិនអាចឆ្លើយថាតើលោកអ្នកអាចត្រឡប់ចូលស្រុកខ្មែរបានមិនបាននោះទេក៏ប៉ុន្តែបើលោកអ្នកមាន Green Card ប្រភេទ10ឆ្នាំហើយគឺលោកអ្នកអាចដាក់ពាក្យធានាប្រពន្ធឬប្តីយកម្ករស់នៅសហរដ្ឋអាមេរិកបានដោយស្របច្បាប់ដើម្បីធានាប្រពន្ធឬប្តីរបស់លោកអ្នកគឺលោកអ្នកចាំបាច់ចុះបញ្ជីអេតាស៊ីវិលនឹងគ្នាគឺចុះសម្បត្តិអាពាហ៍ពិពាហ៍ជាមួយគ្នាសិនបាទចំពោះរឿងចុះបញ្ជីសម្បត្តិអាពាហ៍ពិពាហ៍មិនមែនមានន័យថាដាច់ខាតលោកអ្នកត្រូវតែធ្វើនៅស្រុកខ្មែរនោះទេលោកអ្នកអាចរៀបការនិងចុះសម្បត្តិអាពាហ៍ពិពាហ៍តាមអនឡាញឬធ្វើនៅប្រទេសណាមួយដែលគេអនុញ្ញាតរដ្ឋាភិបាលរបស់គេអនុញ្ញាតហើយយល់ព្រមចុះបញ្ជីជូនលោកអ្នកនិងចាញ់នៅសម្បត្តិអាពាហ៍ពិពាហ៍ជូនលោកអ្នកដើម្បីឲ្យលោកអ្នកទុកប្រើប្រាស់តាមតម្រូវការហើយសប្តាហ៍ថ្ងៃសំណុំរឿងអ្នកកាន់ Green Card ធានាប្តីឬប្រពន្ធពីស្រុកខ្មែរមករស់នៅសហរដ្ឋអាមេរិកគឺត្រូវរងចាំចន្លោះពី3ទៅ4ឆ្នាំទើបអាចមានថ្ងៃចូលសម្ភាសហើយសម្ភាសជាប់ឬធ្លាក់វាអាស្រ័យទៅលើផុសតាំងទំនាក់ទំនងស្នេហារបស់លោកអ្នកតើវាផ្អែមល្ហែមដល់ប្រណាបាទមិនមែនថាមានថ្ងៃសម្ភាសហើយបានវីសាទៅណាតតែសម្ភាសជាប់សិនបាទហើយសម្ភាសជាប់លុះត្រាតែមានផុសតាំងទំនាក់ទំនងស្នេហាឬមកបាទតាក់ទងនឹងសេវាកម្មរៀបចំឯកសារមករស់នៅសហរដ្ឋអាមេរិកឬក៏មករៀនមកលេងលោកអ្នកអាចតាក់ទងមកកាន់ក្រុមហ៊ុនយើងខ្ញុំបាទចៅមនីខេមរ៉ាសូមអរគុណចំពោះការតាមដានទស្សនាវីដេអូនេះបាទ